ខ្ញុំមកជីវិតនេះទោះបីជាកើតមកជាកូនលួងប៉ុន្តែជីវិតនេះឪពុកម្ដាយខ្ញុំអប់រំល្អឲ្យខ្ញុំជាពិសេសជាដូនខ្ញុំសម្ដេចមហាសច្ចានីលោកអប់រំខ្ញុំល្អណាស់ឲ្យខំខ្លួនឯងដល់ហើយមកជីវិតខ្ញុំនឹងគិតតែពីខំរហូតមកជីវិតខ្ញុំអាយុ80ជាងហើយនៅតែខំបើមិនខំទេគ្មាននរណាមកជួយយើងគ្មានលុយកាក់ណាធ្លាក់ពីលើបើសិនជាយើងបន់ប្រាស់បើសិនជាយើងមិនខំក៏ឱកាសហ្នឹងក៏វាមិនធ្លាក់មកដែរតោះតែយើងខំខ្លួនយើងខំមកជីវិតកុំថាអូចាស់ហើយមិនខំនៅតែខំចឹងដូចខ្ញុំសប្តាហ៍81ហើយនៅតែធ្វើការតទៅទៀតបើមានពេលវេលាកុំយកពេលវេលាចំណាយអត់ប្រយោជន៍យកទៅរៀន3ខែឬ6ខែនោះទៅរៀនធ្វើជាងភ្លើងទៅធ្វើគ្រប់អាជីពស្រីទៅរៀនធ្វើបាយធ្វើម្ហូបមុននឹងចាប់ផ្ដើមខ្ញុំសូមជារាជតំណាងប្រកាសណាសម្ដេចម៉ែហើយលោកតាមខ្ញុំផ្ញើសេចក្តីនឹករលឹកនិងស្រឡាញ់ចំពោះអាជ្ញាធរទាំងអស់គ្នានៅទីនេះទាំងស៊ីវិលទាំងទាហានទាំងកូនសិស្សទាំងអស់ទាំងអ្នកគ្រូសូមអរគុណខ្ញុំគ្មានបានកាន់กระดาษអីមកមើលទេប៉ុន្តែខំនិយាយមកភាកទាំងអស់គ្នាបែបមានខ្លះស្គាល់ខ្ញុំខ្លះមិនស្គាល់ខ្ញុំមកជីវិតនេះទោះបីជាកើតមកជាកូនលួងម្ដាយក៏គ្រាជាបុត្រលួងឪពុកក៏លោកជាលួងប៉ុន្តែជីវិតនេះឪពុកម្ដាយខ្ញុំអប់រំល្អព្រោះឲ្យខ្ញុំជាពិសេសជាដូនខ្ញុំសម្ដេចមហាសច្ចានីលោកអប់រំខ្ញុំល្អណាស់អប់រំទៅគឺថាឲ្យខំខ្លួនឯងដល់ហើយមកជីវិតខ្ញុំនឹងគិតតែពីខំពីព្រោះកាលចំនួនឪពុកខ្ញុំបើខ្ញុំហ៊ាននៅរបៀបនៅក្រោយកតុយគេបន្តិចលោកមិនឲ្យឡើងថ្នាក់ទេពីព្រោះថាគ្រូហ្នឹងគេអត់អោនដោយសារខ្ញុំហ្នឹងកូនព្រះរាជបុត្រលោកដល់ខ្លួនខ្ញុំខំរហូតតលលេខ1លេខ2នៅនឹងលើគេទៅបានឡើងថ្នាក់ដូចគេតែមិនខំគឺអត់បាននេះការអប់រំមួយល្អពីព្រោះខ្ញុំឃើញថាឆាកជីវិតទោះបីជាយើងកើតមកជាកូនអ្នកមានកូនអ្នកក្រមានសំណាងដូចគ្នាសំណាងមិនសំណាងទៅលើការខំបើយើងមិនខំទេគឺអត់បានទេពីព្រោះទោះបីជាយើងមានលុយមានកាក់មានឪពុកម្ដាយជួយក្តីអស់ពីឪពុកម្ដាយទៅគ្មាននរណាជួយយើងចាយវាទ្រព្យសម្បត្តិយើងវាអស់អាលីងប្រហែលមានណាគ្រូណាដែលលោកឲ្យវិជ្ជាយកមកយើងនេះជាលុយកាក់មួយចាយមិនអស់ប្រហែលយើងត្រូវចំនួនខ្ញុំដូចឯកឧត្តមលោកមានសាសហ្នឹងខ្ញុំអាយុ81ហើយចំនួនតាំងពីអាណានិគមម្លេះកើតមកបើយើងមិនខំទេគ្មានអីទេខ្ញុំមានតែធម៌3កាន់រហូតមកជីវិតខ្ញុំកាន់រហូតទី1ពាក្យបារាំងពាក្យអង់គ្លេសគេថា humble គឺចេះដាក់ខ្លួនព្រោះកើតមកជាកូនអ្នកធំហើយមិនចាំបាច់យើងទៅបង្ហាញថាយើងអ្នកធំទេចាយើងចេះដាក់ខ្លួនចេះទន់ភ្លន់
ចឹងហើយឃើញnhưស្ដេចខ្មែរហើយនឹងស្ដេចបរទេសទៀតវាខុសគ្នាស្ដេចខ្មែរសំពះគេរហូតបើហើយចេះដាក់ខ្លួនបើយើងធំហើយយើងចេះដាក់ខ្លួនទៅកុំខ្លាចដាក់ខ្លួនវាអត់មានថោកទាបទេកុំទាំងអស់គ្នាក្មេងៗជំនាន់ក្រោយជាពិសេសយើងពរៀនបកាយយើងមានលុយមានកាក់មានអីខ្លើយបើសិនជាយើងដាក់ខ្លួនថែមទៀតកាន់តែគេគោរពយើងទី2មានសច្ចធម៌ស្មោះត្រង់គេ honest ស្មោះត្រង់ធ្វើអីក៏ដោយឲ្យមានការស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកទុកចិត្តគ្នាទៅវិញទៅមកតែនេះជាសារៈសំខាន់ណាស់ចាតាមយោបល់ខ្ញុំមានធម៌តែ3ហ្នឹងចាទី3សារៈសំខាន់ទៅណាខំរហូតមកជីវិតខ្ញុំអាយុ80ជាងហើយនៅតែខំបើមិនខំទេគ្មាននរណាមកជួយយើងគ្មានលុយកាក់ណាធ្លាក់ពីលើបើសិនជាយើងបន់ប្រាស់បើសិនជាយើងមិនខំក៏ឱកាសហ្នឹងក៏វាមិនធ្លាក់មកដែរតោះតែយើងខំខ្លួនយើងខំមកជីវិតកុំថាអូចាស់ហើយមិនខំនៅតែខំចឹងមើលដូចខ្ញុំសប្តាហ៍81ហើយនៅតែធ្វើការតទៅទៀតអូនណាជាពិសេសខ្ញុំរាជរដ្ឋាភិបាលបង្កើតសាលាអាជីវៈណាចានេះល្អណាស់ក្មួយបើមានពេលវេលាកុំយកពេលវេលាចំណាយអត់ប្រយោជន៍យកទៅរៀន8ខែឬ6ខែទៅរៀនធ្វើជាងភ្លើងទៅធ្វើគ្រប់អាជីពស្រីទៅរៀនធ្វើបាយធ្វើម្ហូបអានេះថ្ងៃក្រោយនេះថ្ងៃក្រោយពិបាកហើយអ្នកមានសញ្ញាបត្រខ្ពស់វាមានច្រើនពេករកការធ្វើមិនបានទេប៉ុន្តែអ្នកដេញរកការធ្វើបានជាងឈើជាងអីនឹងហើយដេញរកការធ្វើបានអញ្ចឹងរាជរដ្ឋាភិបាលគេបណ្ដុះបណ្ដាលយើងណាស់យក5 6 3 4ខែរួចយើងអាចរៀនធម្មតាផងយើងអាចរៀនអាជីពយើងមកបានផងរៀនយប់ចាចម្រាញ់ណាស់លោកគ្រូគួរតែតាមយោបល់ខ្ញុំគួរណែនាំរឿងហ្នឹងពីព្រោះក្មេងៗគ្នាខ្លះគ្នាមានការពិបាករឿងថវិការឿងគ្រួសារប៉ុន្តែបើយើងទៅរៀនអាជីពយើងចំណេញបើយើងជាពលករមិនពីជាពលករបច្ចេកទេសតែនេះសារៈសំខាន់ណាស់ចាខ្ញុំគ្មានអីនឹងការណែនាំទេយកក៏ឆាកជីវិតការជាក់ស្ដែងដែលគេពាក្យគេនិយាយថាការពិសោធន៍ផ្ទាល់ខ្លួនខ្ញុំមិនចេះឲ្យទូមានស្អីក្រៅដែលខ្ញុំធ្វើបានទេខ្ញុំធ្វើបានខ្ញុំធ្វើរួចហើយផ្លូវនឹងខ្ញុំធ្វើរួចហើយខ្ញុំខំឲ្យជីវិតបានខ្ញុំជូនសេចក្តីការណែនាំឲ្យក្មួយចៅដែលនៅទីនេះហើយទីបង្ហើយយើងជាប្រជាពលរដ្ឋខ្ញុំសូមអរគុណថ្នាក់ដឹកនាំយើងជាពិសេសសម្ដេចតេជោនិងរាជរដ្ឋាភិបាលជាសម្ដេចមួយយ៉ាងធំពួកខ្ញុំធ្លាប់3 4តាំងពីចំនួនអាណានិគមមករហូតច្បាំងរហូតសារៈសំខាន់ទៅលើស្ថិរភាពនយោបាយបើយើងគ្មានស្ថិរភាពនយោបាយទេយើងគ្មានធ្វើរៀនរកស៊ីអីក៏អត់បានទាំងអស់
จะนั่งให้ดิ่งลูกริรอธาปิบาสำนักเจจูสำนักบวรคอมเอายึงเมียนสกายศกโดยปัจจุบันโดยท่าสเทรเพียบนโยบายกลายเป็นสเทรเพียบนโยบายยังเขมียนเธอไอ้บ้านต่างอ้อจำสมรมลึกบอลเตียนเอาชนิดอุเปลดิ่งกวาดเอาน่ะสันไปศกไปยืงน่ะชนิดเอาการนั่งเรียนโซ่ถ่ายจิตไอ้ก็เรียนเตอโดยครวนขยำยังขยำตัวไปจีขยำอาชีพขยำคานเทียนสะเพอไอ้กูขยำมือสัจกัดกูขยำมือใส่กูขยำมือการจะดังวิทมทีนะปัญจยืงเต่าจะเพื่อครวนไอ้โอ้ยมวยเตี้ยเป็นการปีศาจอาซาซัวครวนไอ้พองโอ้ยสวนพัดทวารขยำทวารขยำโยกาจะสลายโยมวันเย่ไอ้ขยำครวนขยำซัวครวนขยำละหดซัวไอ้โดยยืงเธอไอ้มวยซัวถ่ายยืงเธอนักข้อหรือเต๋อซัวครวนไอ้เมื่อเต๋อเธอเต๋อเมื่อโยนเคยถักข้อกลมทั่วตั้งแต่ยืงอาซาซัวครวนไอ้พองแต่มันซัวครวนไอ้จะเมื่อเกละอ้อเรือกรอบซัวครวนไอ้เธอนั่งไปละอ้อเรือกรอบละอ้อกูยืงเธอเต้าอะเกาะกำเธอขมิ้นปีบาทเลยบัวเพียชรันมันใส่ซัวครวนไอ้วัวจีพิเศษอายุชีวิตทอมนะเป็นนายยืงเมียนชีวิตยังនៅរស់ยังនៅថាអីយើងធ្វើបានកុំចិត្តនេះខូចចិត្តអីបន្តិចបន្តួចសង្សារស្អីទៅវានេះទាំងស្រីទាំងផុសកុំជីវិតធម្មតាណាមួយចៅសារៈសំខាន់មានតការណែនាំការពិសោធន៍តខ្លួនហើយជាពិសេសទៀតយើងត្រូវតែសាមគ្គីភាពគ្នាដើម្បីគ្រប់គ្រងរាជរដ្ឋាភិបាលដើម្បីការសុខទុក្ខរបស់យើងដែលលោកខំរកស្ថិរភាពនយោបាយមកឲ្យយើងសូមអរគុណរាជរដ្ឋាភិបាលសូមអរគុណចា៎